សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបធ្វើពោតបំពងចំពោះគ្រឿងផ្សំមានដូចជាដំបូងគឺត្រូវយកសាច់ពោតដែលយើងបានប្រឡេះរួចនោះយកមកស្ងោរឲ្យឆ្អិនបន្ទាប់ពីពោតបានឆ្អិនរួចហើយគឺត្រូវបន្ថែមនៅអំបិលស្ករតាមចំណូលចិត្តហើយបន្ថែមនៅម្សៅចំពោះម្សៅសាច់មួយម៉ាត់របស់ម្សៅគឺម្សៅពោត3ម្សៅអង្ករដំណើប1ចំពោះការប្រើប្រាស់ម្សៅពោតនិងម្សៅអង្ករដំណើបនេះគឺធ្វើឲ្យពោតរបស់យើងស្រួយល្អនិងមិនរឹងទេហើយរសជាតិរបស់ពោតនេះគឺតូរទៅផ្អែមបន្តិចនៅពេលលាយម្សៅរួចហើយគឺត្រូវកម្ដៅប្រេងនៅក្នុងខ្ទះឬឆ្នាំងមួយសិនហើយបន្ទាប់មកយកខ្ទះមួយទៀតគឺចាក់នៅល្បាយពោតដែលយើងបានលាយរួចនោះហើយយកស្លាបព្រាយកមកសង្កត់ឲ្យវារាបចំពោះខ្ទះនេះគឺយើងពុំទាន់បើកភ្លើងទេហើយត្រូវលាបទឹកនៅលើពោតនោះដើម្បីឲ្យម្សៅវារីកហើយស្អិតចូលគ្នាបានល្អរួចធ្វើការបើកភ្លើងបន្ទាប់មកយកប្រេងដែលយើងបានដាំឲ្យក្តៅរួចនោះយកមកស្រោចពីលើពោតដែលយើងបានរៀបចំរួចចំពោះការបំពងគឺយើងប្រើភ្លើងល្មមហើយអត់ត្រូវប្រែពោតនោះទេបងអាចកូរបង្វិលពោតនោះដើម្បីកុំឲ្យពោតនោះជាប់ជាមួយនឹងខ្ទះហើយចាំរហូតដល់ពោតនោះក្រៀមនិងស្អិតចូលគ្នាបានល្អចំពោះពោតនេះគឺមានរសជាតិឆ្ងាញ់ដូចជាមួយនឹងពោតដែលយើងធ្លាប់បានញ៉ាំនៅកន្លែងរោងការឬមួយក៏តាមហាងនានាផងដែរនៅពេលនេះពោតរបស់យើងបានឆ្អិនហើយបងអាចកាត់ពោតនេះទៅតាមរាងដែលបងចូលចិត្តផងដែរអរគុណសម្រាប់ការតាមដានទស្សនានៃវីដេអូនេះ